សួស្តីអ្នករាល់គ្នាវីដេអូនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងប្រមាណវិធីគុណដែលមានត្រាតូវីដេអូមុនខ្ញុំបង្ហាញរួចហើយទាក់ទងទៅនឹងប្រមាណវិធីគុណដែលគ្មានត្រាតូចំពោះប្រមាណវិធីគុណដែលមានត្រាតូគឺយើងធ្វើដូចទៅនឹងប្រមាណវិធីគុណដែលគ្មានត្រាតូអ្នកទាំងគ្នាខទី1មានត្រាតូមួយទៀតអត់មានត្រាតូហើយខ្ញុំលើកឧទាហរណ៍មកបង្ហាញអ្នកទាំងអស់គ្នាគឺខ្ញុំយកចំនួនដែលមានលេខ3ខ្ទង់គុណទៅនឹងចំនួនដែលមានលេខតែមួយខ្ទង់នេះគឺ253គុណនឹង5ដើម្បីងាយស្រួលក្នុងការធ្វើប្រមាណវិធីគុណយើងដាក់វាជាប្រមាណវិធីបញ្ចូលមកហើយយើងដាក់ត្រូវខ្ទង់ខ្ទង់រាយត្រូវខ្ទង់រាយមកអ្នកទាំងអស់គ្នាបន្ទាប់មកយើងធ្វើការគុណយើងយក5គុណគ្រប់ខ្ទង់ទាំងអស់នៃចំនួនខាងលើយើងយក5គុណនឹង3មកឃើញ15ហើយសេលេខ5ត្រាទុក1លើលេខ5ហើយយើងយក5គុណនឹង5ឃើញ25 25បូក1ស្មើ26ជាងសេលេខ6ត្រាទុក2ហើយយើងយក5ទៅគុណនឹង2តទៀតជាងឃើញ10ហើយយើងបូកថែម2ស្មើ12ជាងឃើញឆ្លើយចុងក្រោយវា1265ដែលជាផលគុណ253និង5ហើយយើងចូលដល់ឧទាហរណ៍ទី2ចំពោះឧទាហរណ៍ទី2នេះគឺខ្ញុំយកលេខដែលមាន3ខ្ទង់គុណនឹងចំនួនលេខដែលមាន2ខ្ទង់គឺ167គុណទៅនឹង26ហើយយើងដាក់ជាប្រមាណវិធីបញ្ចូលដូចឧទាហរណ៍ទី1មកតែយើងដាក់ឲ្យត្រូវខ្ទង់រាយត្រូវខ្ទង់រាយខ្ទង់10ឲ្យត្រូវខ្ទង់10បន្ទាប់មកយើងធ្វើការគុណចំនួនខ្ទង់រាយមុនទាំងគ្នាយក6គុណនឹង7មកស្មើ42យើងសេលេខ2ត្រាទុក4ហើយ6យើងគុណ6 36ហើយយើងបូកនឹង4ឃើញ40សេលេខ0យើងត្រាទុក4ហើយយើងយក6គុណនឹង1តទៀតមកយើងឃើញ6ហើយ6យើងបូក4ស្មើ10យើងសេលេខ10មកហើយបន្តទៀតគឺយើងធ្វើការគុណលេខដែលនៅខ្ទង់10បន្តគឺលេខ2យើងយក2គុណនឹង7ស្មើ14យើងសរសេរលេខ4ក្រោមខ្ទង់10មកហើយយើងត្រាទុក1យើងយក2គុណនឹង6តទៀតស្មើ12 12បូក1ស្មើ13យើងសេលេខ3ត្រាទុក1ហើយយើងយក2គុណនឹង1ហើយបូក1ថែមស្មើ3តាមមកយើងធ្វើការបូកផលគុណនៃខ្ទង់ទី2មកយើងប្រយ័ត្នមានឲ្យបូកយើងតម្លាក់មួយនេះទាំងគ្នាហើយ0បូក4ស្មើ4ដដែល0បូក3ស្មើ3ដដែលហើយយក1បូកនឹង3ស្មើ4ដែលចម្លើយចុងក្រោយយើងឃើញ4342ដែលជាផលគុណ167និង26